បាទអញ្ចឹងបាទសូមជម្រាបសួរទៅកាន់បងប្អូនលោកយាយលោកតាពុកម៉ែមេមីទាំងអស់ជាទីគោរពរាប់អានអញ្ចឹងថ្ងៃនេះដែរខ្ញុំបាទក៏មាននៅថ្ងៃមង្គលបាទដកស្រង់នៅថ្ងៃមង្គលចែកជូនបងប្អូនបាទចែកជូនបងប្អូនលោកយាយលោកតាលោកពូលោកមីងប្រុសស្រីទាំងអស់គ្នាទាំងអស់បាទនៅដល់ណាផ្ញើជូនដល់នឹងដើម្បីជាចំណេះដឹងបាទចែកទៅកាន់ពុកម៉ែមេមីងបងប្អូនទាំងអស់គ្នាផងដែរបាទហើយវីដេអូនេះខ្ញុំធ្វើឡើងក៏មិនបានវែងទេបងប្អូនបាទធ្វើខ្លីៗទេបាទដកស្រង់យកក្បួនអមរារឹកជ័យបាទក្បួនអមរារឹកជ័យបាទការរៀបជាមង្គលបាទការរៀបជាមង្គលឬក៏យាត្រាទៅកាន់ទិសនានាបាទទៅកាន់ទិសនានានៅក្នុងស្រុកខ្មែរយើងទាំងមូលក៏ដូចជានៅលើពិភពលោកបាទនៅលើពិភពលោកយើងនិយាយចំទៅបាទនៅលើពិភពលោកព្រោះអីក្បួនតម្រានេះយើងនៅប្រទេសណាក៏កាន់បានដែរបាទក៏ធ្វើតាមបានដែរឲ្យតែយើងអ្នកកាន់បាទឲ្យតែយើងអ្នកកាន់ពីព្រោះអីខ្ញុំជឿថាយើងជាអ្នកកាន់ពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនាបាទបងប្អូនគោរពទាំងពីរបាទខាងពុទ្ធសាសនាក៏យើងគោរពបូជាខាងព្រហ្មញ្ញសាសនាក៏យើងគោរពបូជាអញ្ចឹងថ្ងៃនេះខ្ញុំដកស្រង់ចេញអំពីព្រហ្មញ្ញសាសនាបាទនៅតម្រាមើលរឹកជ័យបាទតម្រាមើលរឹកជ័យវេលាការជាមង្គលល្អឬក៏អាក្រក់ឬក៏យាត្រាទៅកាន់ទិសនានាបាទល្អឬអាក្រក់បាទបើលោកថាល្អខ្ញុំថាល្អបើលោកថាអាក្រក់ខ្ញុំក៏ថាអាក្រក់តាមនឹងដែរបាទព្រោះអីខ្ញុំមិនមែនចេះឯងទេណាបងប្អូនណាខ្ញុំចេះតាគម្ពីរបាទបងប្អូនចេះតាគម្ពីរអញ្ចឹងបើសិនជាខ្ញុំដកស្រង់មកហើយខុសត្រូវត្រង់កន្លែងម្ដុំត្រង់ណាសូមលោកយាយលោកតាពុកម៉ែមេមីងបងប្អូនកូនក្មួយទាំងអស់មេត្តាសំណាក់ខន្តីអភ័យទោសដល់ខ្ញុំបាទផងបាទអញ្ចឹងកុំឲ្យយូរកាអញ្ចឹងចាប់ផ្ដើមនិយាយអញ្ចឹងយើងចូលដល់ថ្ងៃ3កើតបាទថ្ងៃ3កើតថ្ងៃ3កើតនេះលោកថាធ្វើមង្គលការមិនល្អទេបាទមិនល្អទេនឹងស្លាប់ព្រាត់ប្រាសគ្នាបាទនឹងស្លាប់ព្រាត់ប្រាសគ្នាកាត់ដេរសម្ពុតអាវថ្មីស្លៀកពាក់ក៏មិនល្អដែរបាទក៏មិនល្អដែរហ្នឹងណាហ្នឹងឯងទៅកាន់ខុននាងល្អបាទទៅកាន់ខុននាងល្អបានលៀបផលបាទបានលៀបផលយាត្រាទៅផ្លូវគោកផ្លូវទឹកល្អបាទយាត្រាទៅផ្លូវទឹកផ្លូវគោកល្អបាទចំណែកឯជោគអាក្រក់តាំងពីព្រឹកដល់ថ្ងៃត្រង់រីឯជោគល្អចាប់តាំងពីថ្ងៃត្រង់រហូតដល់ភ្លឺបាទរហូតដល់ភ្លឺអញ្ចឹងពុកម៉ែមាមីងបងប្អូនយាយតាទាំងអស់បាទដែលបានមើលវីដេអូខ្ញុំនេះហើយបាទកុំភ្លេចបាទចុចSubscribe ម្នាក់មួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែកបងប្អូនមើលទៀតបងប្អូនណាហ្នឹងឯងអញ្ចឹងបញ្ជាក់ម្ដងទៀតថ្ងៃ3កើតធ្វើមង្គលការមិនល្អទេនឹងស្លាប់ប្រាសព្រាត់គ្នាកាត់ដេរសម្ពុតអាវថ្មីស្លៀកពាក់ក៏មិនល្អដែរបើទៅកាន់ខុននាងល្អបានលៀបផលយាត្រាទៅផ្លូវគោកផ្លូវទឹកល្អជោគអាក្រក់តាំងពីពេលព្រឹករហូតទៅដល់ថ្ងៃត្រង់រីឯជោគល្អចាប់តាំងពីថ្ងៃត្រង់រហូតដល់ភ្លឺបាទរហូតដល់ភ្លឺបាទអញ្ចឹងវីដេអូហ្នឹងខ្លីៗប៉ុណ្ណឹងទេបងប្អូនប៉ុន្តែខ្លឹមណាបងប្អូនខ្លីតែខ្លឹមបាទបើបងប្អូនបានមើលឃើញហើយបងប្អូនគោរពប្រតិបត្តិតាមទៅមិនខុសទេបងប្អូនណាព្រោះអីវាជាក្បួនតម្រារបស់ចាស់ពុទ្ធិចារយើងតាំងពីណាមកដឹងរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំហើយ
នឹងឯងដែលបានចងក្រងទុកមកនេះបាទមកដល់សម័យបច្ចុប្បន្ននេះអញ្ចឹងមិនមែនទៅមកសម័យនេះទេបងប្អូនណារាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំហើយបាទអញ្ចឹងវីដេអូហ្នឹងខ្លីៗប៉ុណ្្នឹងទេសូមអរគុណជួបគ្នានៅវគ្គក្រោយទៀតបាទសូមជម្រាបលាបាយបាយ